ចាថ្ងៃនេះតែយើងយកមុខម្ហូបមួយមុខដែលពេញនិយមគឺស្លម្ជូរព្រៃសាច់កង្កែបដំបូងហ្នឹងគឺយើងដាក់គ្រឿងទាំងអស់ហ្នឹងលីងវាទៅលីងវាឲ្យឈ្ងុយតិចមកបានយើងដាក់ប្រហុកហើយនឹងគ្រឿងតិចចូលសិនកូរវាហើយបានយើងដាក់គ្រឿងបន្ថែមទៀតកូរវាហើយបានយើងដាក់កង្កែបលីងវាឲ្យវាស្ងួតទឹកតិចទៅបានយើងដាក់គ្រឿងក្រូចស្ករប៊ីចេងទឹកត្រីស្ករសម្សៅស៊ុបហ្នឹងហើយបន្ទាប់មកយើងថែមស្ករក្រហមបន្តិចដែរបន្ទាប់មកយើងកូរវាឲ្យសព្វមកហើយបន្ទាប់ពីកូរសព្វហើយយើងបង្ងាស់វាដាច់ទឹកហើយបានយើងមកដាក់បន្លែដែលយើងមករៀបចំហើយហ្នឹងមានដូចជាម្ទេសប្លោកគ្រប់មុខត្រប់ហើយយើងដាក់អំពិលទុំបន្ទាប់ពីទឹកអំពិលទុំមកយើងនឹងមានបន្លែមួយទៀតមានប៉េងប៉ោះមានផ្សិតចាឥឡូវនេះគឺថាឆ្អិនហើយបងប្អូនតើនៅអត់ហើយចុងបញ្ចប់យើងដាក់ជាមួយនឹងម្រះព្រៅបានម្ហូបដ៏ឈ្ងុយឆ្ងាញ់ហើយបងប្អូន